បាទសម្រាប់បងប្អូនដែលត្រៀមប្រឡង topic 1 និង topic 2 កម្រិត1កម្រិត2រហូតដល់កម្រិត6បងប្អូនអាចមើលតាមរយៈ app នេះបាន app នេះគឺល្អខ្លាំងមែនទែនកាលដែលខ្ញុំប្រឡងគឺខ្ញុំមើលតែតាម app នេះទេធ្វើឲ្យខ្ញុំប្រឡងបាន topic 1កម្រិត2ហើយវិធីក្នុងការរៀនក្នុង app នេះគឺងាយស្រួលខ្លាំងមែនទែនបងប្អូនគ្រាន់តែចូលទៅកាន់ App Store ឬក៏ Play Store មកដើម្បីដំឡើងកម្មវិធី topic មួយហ្នឹងគឺដំបូងបងប្អូនចូល App Store ហើយវាយពាក្យថា topic មក topic បាទបន្ទាប់មកបងប្អូនធ្វើការ search មកអញ្ចឹងដោយសារតែកម្មវិធី app topic របស់ខ្ញុំគឺខ្ញុំបានតម្លើងរួចរាល់អស់ហើយរបៀបក្នុងការប្រើប្រាស់គឺងាយខ្លាំងមែនទែនសម្រាប់បងប្អូនដែលត្រៀមប្រឡង topic 1 និង topic 2អញ្ចឹងខាងលើហ្នឹងគឺជា app ជាកម្មវិធី topic 1ងាយបងប្អូនក៏ចុចចូលមកកាន់ topic 1មកបាទបន្ទាប់មកបងប្អូនមើលខាងក្រោមគេដាក់ថា reading គឺវិញ្ញាសាអានបន្ទាប់មកខាងស្ដាំដៃគេដាក់ថា listening វិញ្ញាសាស្ដាប់អញ្ចឹងងាយមែនទែនបងប្អូនចុចលើ reading មក reading បងប្អូនមើលឃើញវិញ្ញាសានេះចាប់ពី35រហូតដល់96អញ្ចឹងមានលេខ96បន្ទាប់មកវិញ្ញាសាស្ដាប់នៅខាងស្ដាំដៃបងប្អូនចុចលើពាក្យ listening នោះមកអញ្ចឹងវិញ្ញាសាវាពី35ដល់96ដូចគ្នាដូចក្នុងការប្រើប្រាស់ app នេះបងប្អូនមើលវិញ្ញាសាមួយណាបងប្អូនមើលពី35បងប្អូនចុចលើ35មកបន្ទាប់មក app នេះគឺគេ free ឲ្យប៉ុន្តែមានការផ្សាយពាណិជ្ជកម្មបន្តិចចឹងបងប្អូនមើលពាណិជ្ជកម្មគេតិចទៅដោយសារគេខំបង្កើត app នឹងឡើងមកដើម្បីឲ្យយើងរៀនហើយយើងជួយមើលពាណិជ្ជកម្មគេតិចទៅដើម្បីគេបានចំណូលខ្លះទៅគេក៏បង្កើត app នឹងឲ្យយើងមើលបានជាប្រយោជន៍ដូចគ្នាអញ្ចឹងបងប្អូនគួរតែមើលពាណិជ្ជកម្មគេបន្តិចទៅបន្ទាប់ពីពាណិជ្ជកម្មចប់បងប្អូនមើលកន្លែងសញ្ញាខ្វែងចុចខ្វែងពេញមកបាទសម្រាប់ចំណុចកន្លែងនេះបើយើងប្រើប្រភេទទូរស័ព្ទ iPhone គឺបងប្អូនមើលកន្លែងសញ្ញាបូកហើយសម្រាប់បងប្អូនដែលប្រើប្រភេទ Samsung ឬក៏ Android បងប្អូនមើលមកក្រោមដែលគេមានដាក់ថា Start Now អញ្ចឹងបងប្អូនគ្រាន់តែធ្វើការចុចទៅកន្លែងចំណុចមួយហ្នឹងមកចំណុចបូកឬក៏ Start Now ហ្នឹងទៅបងប្អូននឹងអាចចូលមើលវិញ្ញាសានោះបានហើយអញ្ចឹងអត្ថប្រយោជន៍របស់វាគឺងាយមែនទែនបើសម្រាប់វិញ្ញាសាស្ដាប់នេះគឺគេមានដាក់ជា script ឲ្យយើងមើលជាអក្សរដែរនេះដូចថា script របស់គេគេដាក់ថា Kongpurul Heyo ឃើញទេហើយចម្លើយ Ne Kongpurul Heyo អញ្ចឹងចម្លើយរបស់វាកាលណាគេចុចពណ៌បៃតងអញ្ចឹងគឺចម្លើយត្រឹមត្រូវហើយយើងអាចចាក់ស្ដាប់បានយើងចុចកន្លែងចាក់ស្ដាប់មក다음을 듣고 보기와 같이 បាទអញ្ចឹង 물음에 맞는 대답을 សន្ទនាឲ្យយើងស្ដាប់ហើយយើងរើសចម្លើយពេលដែលបងប្អូនរើសត្រូវវានឹងចេញពណ៌បៃតងបន្ទាប់មកបងប្អូនចុចធ្វើការនិចមកបាទចូលមកដល់កន្លែងនេះពេលដែលគេចាក់ជាសំឡេងឲ្យយើងស្ដាប់យើងរើសចម្លើយបើសិនជាយើងរើសខុសវានឹងចេញពណ៌ក្រហមឧទាហរណ៍ខ្ញុំយកលេខ4អញ្ចឹងឃើញខុសហើយកាលណាខុសគឺពណ៌ក្រហមហើយគេនឹងបង្ហាញចម្លើយដែលត្រូវគឺនៅលើនេះពណ៌បៃតងឲ្យយើងអូតូហ្មងបន្ទាប់ពីយើងរើសចម្លើយហើយយើងអាចសិក្សារៀនសូត្រតាម app នេះបានគឺការប្រឡងគឺសម្រាប់អ្នកដែលរៀន topic 1ខ្ញុំណែនាំឲ្យរៀន app នេះគឺល្អមែនទែនអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបើសិនជាបងប្អូនគិតថាមានប្រយោជន៍សម្រាប់បងប្អូនកុំភ្លេចជួយ Subscribe channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតអរគុណបាយបាយ